Ba số sinh ở kia ngày nay nhung đừng tranh lại video clay muốiแต่ต้องជាមួយនឹងការ copy preset ហើយនឹង effect មួយចំនួនពី scene របស់គេផ្សេងហ្នឹងចូលមកក្នុង scene របស់យើងអញ្ចឹងដូចអ្នកធ្លាប់បានសិក្សាជាមួយខ្ញុំកន្លងមកគាត់ដឹងថាខ្ញុំចែកម្លែកនៅ premium scene មួយចំនួនជាច្រើនហើយក៏ update បន្ថែមបន្តដែរប៉ុន្តែមានគោលសិស្សខ្លះក៏អត់ទាន់យល់មិនអត់ទាន់ដឹងទេថាយើងអាច copy preset ទាំងអស់ហ្នឹងចូលទៅក្នុង model របស់គាត់ model ផ្សេងទៀតបានអញ្ចឹងណាឥឡូវខ្ញុំមាន model មួយជាឧទាហរណ៍អានេះខ្ញុំចែកម្លែកនៅក្នុង group ដូចគ្នាអញ្ចឹងក្នុងនេះឧទាហរណ៍ថាខ្ញុំមាន2មានជា scene ពេលយប់ចេះមួយហើយអានេះវាអត់តន់ load តែវាតែពិតវាពេលថ្ងៃទេឥឡូវខ្ញុំនិយាយតែពេលយប់មួយសិនចុះហើយខ្ញុំនឹងបើក model ថ្មីមួយទៀតតែខ្ញុំអត់សេរីទាំងអស់គឺខ្ញុំនឹងយក asset ខ្ញុំនឹងយក preset មួយនេះយកទៅដាក់នៅក្នុង model ថ្មីរបស់ខ្ញុំអូខេឥឡូវទី1នៅពេលដែលយើងបើកនៅក្នុង view port របស់យើងហើយគឺយើងឃើញកន្លែង studio នេះកន្លែង studio នេះយើងបើកមកអានេះវានឹងចេញជា my space ជាមួយនឹង define curated ឲ្យឯងអញ្ចឹងនៅកន្លែងនេះដោយសារតែខ្ញុំធ្លាប់មាន self preset មួយចំនួននៅក្នុងនេះដែរអញ្ចឹងវាឃើញ load ឲ្យ1 2 3ហ្នឹងទៅអញ្ចឹងនៅក្នុងនេះវា save ឲ្យយើង save បាន5 preset អាហ្នឹងដោយសារតែយើងប្រើជា free អញ្ចឹងវាឲ្យយើង save 5 preset ហ្នឹងហើយបើថាយើងចង់បានលើសហ្នឹងអាហ្នឹងលុះត្រាតែយើងប្រើ pro feature អញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំមាន preset ពេលយប់ចឹងហើយខ្ញុំចង់ save វាអញ្ចឹងយើងអាចបើកកន្លែង studio នេះមកបន្ទាប់មកយើងយកកន្លែងបូកនេះយកពាក្យថា create preset នេះឃើញទេវានឹងសួរយើងscene មួយនេះហើយយើងដាក់ preset ហ្នឹងឈ្មោះអីឥឡូវខ្ញុំដាក់night clear sky អញ្ចឹងទៅឥឡូវវានឹងសួរយើងថាដាក់ location មួយណាឥឡូវខ្ញុំមានតែមួយទេខ្ញុំមានតែ default folder មួយទេអញ្ចឹងយើងដាក់ default folder ទៅហើយកន្លែងខាងក្រោមនេះគឺ environment ហើយជាមួយនឹង effect អញ្ចឹងកន្លែងនេះយើងត្រូវ tick ទាំងពីរដើម្បីអីនេះគឺយើង save setting environment ជាមួយនឹង effect នេះឲ្យវាចូលទៅក្នុងហ្នឹងអញ្ចឹងបើសិនជាយើងคลิกដោះ tick មួយណាមានន័យថាវាបាត់ទៅតាមនឹងដូចគ្នាដែរអញ្ចឹងអូខេនេះឥឡូវខ្ញុំមានមួយនេះហើយអញ្ចឹងឧទាហរណ៍ថាយើងអាចបើក model ថ្មីឥឡូវខ្ញុំសាកបើក model ថ្មីមកអូខេឥឡូវខ្ញុំ new មក new project មកពីខ្ញុំ save ទៅអូខេអញ្ចឹងខ្ញុំបើក model ថ្មីហើយខ្ញុំសាកដាក់ដូចជាអាគារអីទៅខ្ញុំសាកដាក់ចោលសិនទៅដាក់ចេះមួយចោលអូខេអញ្ចឹងខ្ញុំ add scene មួយសិនអូខេឥឡូវខ្ញុំ add scene មួយបន្ទាប់មកនេះឥឡូវខ្ញុំនឹងអត់កែអីទេខ្ញុំនឹងយក preset ដែលខ្ញុំបានស្រេមិញហ្នឹងយកមកដាក់នៅក្នុង model ថ្មីរបស់ខ្ញុំមកអញ្ចឹងយើងគ្រាន់តែចូលកន្លែង studio ហ្នឹងមកបន្ទាប់មកនេះយើងចុចយកអា clear night clear sky ដែលយើងបាន save មុនហ្នឹងមកនេះអញ្ចឹងឃើញឥឡូវវាយកអា preset ដែលយើងបានស្រេមិញហ្នឹងពលឺទាំង effect អីហ្នឹងយកមកដាក់នៅក្នុង scene ថ្មីរបស់យើងហើយអ្វីដែលយើងត្រូវធ្វើគឺយើងគ្រាន់តែចូលenvironment មកហើយយើងអាច rotate make អីទីទួចមកគឺអូខេបានហើយអញ្ចឹងយើងបន្ថែមទៅដើមឈើអីទីទួចមកអាហ្នឹងវាចំណេញពេលនៅពេលដែលយើងមាន model ពីខាង website ផ្សេងឬក៏នៅពេលដែលខ្ញុំចែកម្លែកឲ្យអ្នកទាំងអស់គ្នាអញ្ចឹងអ្នកនរគាត់ថាឆ្លាញ់ effect មួយហ្នឹងចង់បាន effect មួយហ្នឹងយកមកប្រើអញ្ចឹងមិនចាំបាច់ទៅចំណាយពេល check មើលទៅលើ environment ហើយអង្គុយធ្វើឲ្យដូចទេអញ្ចឹងយើងអាច self preset វាអញ្ចឹងមកវាលឿនហើយសំណួរមួយទៀតពីច្រើនមានគេសួរថាយើងអាច save វាជា file បានអត់គឺចម្លើយគឺអត់បានទេដោយសារតែក្នុងនេះគឺវាប្រើ cloud អញ្ចឹងណាអ
ចឹងនៅពេលដែលយើង save អីគឺវាជាប់នៅក្នុង account របស់យើងឯង account ដែលខ្ញុំបានយើងបាន login នេះអញ្ចឹងអានេះបើសិនជាយើង log sign out អីចឹងទៅក៏វាបាត់ preset នឹងទៅតាមនឹងដែរហើយយើងអាច export វាចេញទៅណាបានទេវាមានតែ move to ដាក់ folder អីផ្សេងៗហ្នឹងតែប៉ុណ្្នឹងទេអូខេអញ្ចឹងតើតើមកនឹង preset អានេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអញ្ចឹងយើងអាច save preset ផ្សេងទៀតទៅតែដោយសារឥឡូវខ្ញុំមានតែ4អញ្ចឹងឧទាហរណ៍ថាខ្ញុំតេស្តមួយទៀតចុះអានេះខ្ញុំមាន cloud D ឥឡូវខ្ញុំមានអានេះមាន night មួយទៀតឥឡូវខ្ញុំអាចបើកមួយទៀតបានខ្ញុំសាកapply preset មួយទៀតអូខេនេះឥឡូវយើងបាន preset ថ្មីមួយទៀតហើយឧទាហរណ៍ខ្ញុំចង់សាក cloud D មួយទៀតអញ្ចឹងអានេះថ្មីយើងអាចចាំមិនតិចទៅយើង download 1នាទីហើយ2នាទីទៅវាតាមអ៊ីនធឺណិតយើងណៃអូខេឥឡូវខ្ញុំ download ហើយឥឡូវយើងសាក apply ម្ដងនេះអញ្ចឹងអូខេអានេះដោយសារតែប្រហែលជាមកពី preset គេប្រើរបៀប make ដែលនេះmake ដែល pro version អីចឹងវាជាប់ watermark អត់អីទេយើងអាចគ្រាន់តែ replace make នឹងតិចមក replace យក make របៀប cloud D អីវិញផ្សេងយើង replace តែ make មិនតិចមកនេះវាអូខេ